បងប្អូនទាំងអស់គ្នានេះគឺជាការអាប់ដេតតាក់ទងជាមួយនឹងបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃដែលក្រសួងការពិជាតិបានចេញសេចក្តីប្រកាសព័ត៌មាននៅម៉ោងប្រមាណ 7:40 នាទីយប់ថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2025 នេះសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពិជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងការពិជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនព័ត៌មានដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាយោងតាមស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនដែលបង្កឡើងដោយភាគីថៃកាលពីពេលថ្មីៗនេះកម្ពុជាសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កហេតុនិងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯងហើយនៅថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2025 នៅវេលាម៉ោង 11:52 នាទីថៃបានបើកការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជាប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញសកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរពនិងការអនុវត្តបទច្បាប់ព្រមទាំងធ្វើឲ្យស្ថានភាពរឹតតែតានតឹងនិងស្មុគស្មាញក្នុងន័យនេះកម្ពុជាស្នើឲ្យក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នអាស៊ានដែលហៅកាត់ថា IOT ចូលរួមពិនិត្យនិងធ្វើកសលវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឲ្យបានហ្មត់ចត់បំផុតជាពិសេសប្រភេទគ្រាប់ដែលបានបាញ់និងទិសដៅក្បាលគ្រាប់ដែលបានបាញ់ចេញសម្ដៅផ្ដាល់នៅព័ត៌មានពិតសុចរិតភាពគណនេយ្យភាពតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវដល់ភាគីទាំងពីរជាមួយគ្នានេះកម្ពុជាក៏ស្នើឲ្យភាគីថៃបង្ហាញឆន្ទៈដូចគ្នាផងដែរយោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2025 ដែលភាគីទាំងពីរបានឯកភាពជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិហៅកាត់ TOOរួចហើយកម្ពុជាអំពាវនាវឲ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ AOT ឲ្យបានឆាប់រហ័សបំផុតដើម្បីធានាថាភាគីទាំងពីរពិតជាគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទច្បាញ់បានយ៉ាងពិតប្រាកដនិងដោយស្មោះត្រង់មិនមែនត្រឹមតែនិយាយប៉ុណ្ណោះទេកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបទច្បាញ់រវាងកម្ពុជាថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស